កម្មភាពប្លុកយើងនេះគឺយើងត្រូវដាក់ស្បៃហើយក៏បានក្រពើបន្តិចក៏ឆ្លៀតដើរមើលស្រែបងប្អូនស្រែឥឡូវគ្រប់ស្រែគឺចេញផ្លែបងប្អូនខ្លះក៏អោនដាក់កប់ក្រហមហើយខ្លះក៏អោនដាក់មេទៅខ្លះក៏ដាក់ទឹកដោះទៅខ្លះក៏ចេញអញ្ចឹងបងប្អូនខ្ញុំដើរវែកមើលស្រូវគឺថាគូវែងណាចង់មួយថ្នាំងដៃគឺថាវែងល្អមែនតែនគឺហើយទេសភាពវិញគឺបៃតងខៀវខ្ចីហ្មងបងប្អូនមើលទៅមេឃក៏រៀងស្ទន់រៀងថ្ងៃជប់ចូលលិចហើយបងប្អូនខ្ញុំកំពុងនៅស្រែម្នាក់ឯងនេះកំពុងថតប្លុកវីដេអូបានដំណើរទស្សនាបែបបងប្អូនដែលមើលវីដេអូខ្ញុំមើលឃើញស្រែក៏នឹកដល់អតីតកាលកាលនៅឃ្វាគោបងប្អូនគឺសំណោះណាស់បងប្អូនឃ្វាគោគឺគោស៊ីស្រូវគេស្ដីឲ្យគេអីហ្នឹងបងប្អូនគឺនឹកឃើញសំណោះហើយខ្ញុំគួយទៅដើរចង្អុលតាមចំណុចដែលស្រូវគួរវែងល្អច្អល់ប្រាប់បងប្អូនគឺថាស្រែតាមដងផ្លូវមួយនេះគឺថាល្អមែនតើបងប្អូនគឺខ្ញុំបានថតទិដ្ឋភាពខ្ញុំក៏បានថតទិដ្ឋភាពទេសភាពស្រុកស្រែចំការបងប្អូនជាកសិករធ្វើនេះគឺថាល្អមែនតើខ្លះហ្នឹងមានទុំហើយគេចិត្តច្រូតឲ្យបងប្អូនខ្លះទៅក៏ខ្ចីល្មមនឹងគាត់ថាចិត្តនឹងដល់ដែរបងប្អូនជីវិតស្រុកស្រែគឺមានតែប៉ុណ្្នឹងឯងបងប្អូនអើយមានអីទេក្រៅពីទិដ្ឋភាពទេសភាពបែបប្លុកស្រុកស្រែខ្ញុំក៏ជាអ្នកបង្កើតទិដ្ឋភាពនិងវីដេអូកម្សាន្តបែបស្រុកស្រែចំការម្នាក់អីចឹងបងប្អូនដើម្បីទស្សនាហើយក៏អរគុណបងប្អូនតែងតែទស្សនាវីដេអូខ្ញុំអីចឹងខ្ញុំអរគុណច្រើនមែនទែនហើយត្រឡប់មកវិញខ្ញុំនិយាយបើខ្ញុំធ្វើស្រែខ្ញុំវិញបងប្អូនអើយវាមិនសូវបានផលអីច្រើនដូចគេទេបានតិចតួចដែរទេមួយឆ្នាំមិនបានមួយដឹកពីរដឹកអីហ្នឹងមានបានច្រើនទេហើយនេះគ្រាន់ជាប្លុកវីដេអូខ្ញុំថតទេសភាពស្រុកស្រែមានសង្ហែមានអីហ្នឹងបងប្អូនជាកសិករយើងទេបងប្អូនអើយហើយបើនិយាយរឿងស្មៅរឿងអីវិញខាងស្រុកខ្ញុំខ្ពស់ណាព្រោះបែកអូបងប្អូនខាងស្រុកខ្ញុំហ្នឹងគឺសម្បូរណាស្មៅអីបងប្អូនស្មៅគឺសម្បូរមែនតើហើយវាច្រើនស្មៅអូគោយកទៅណាទេគឺចូលចិត្តណាស្មៅព្រៃស្មៅអីសម្បូរណាបងប្អូនគោវិញបើបានស្មៅព្រៃអីហ្នឹងក្របីហ្នឹងគឺថាបើក្របីគោវិញគឺមិនចាញ់គ្នាប៉ុន្មានទេបើក្របីបានស្មៅគឺស៊ីឲ្យដេកនៅនឹងហើយបងប្អូនមានតាណារួចទេគឺដេកលេងអានាលផុកនៅនឹងបាទបងប្អូនរីឯគោវិញស៊ីបានតែមកឆ្អែតកាពះទេខុសពីក្របីបន្តិចឥឡូវប្លុកវីដេអូយើងត្រឡប់មកវិញគឺស្រូវស្រែចម្ការគឺល្អមែនតែនហើយខ្ញុំពេលនេះក៏រៀបចំដាក់នេះស្បៃបន្តទៀតដែរប៉ុន្តែដោយសារតែទិដ្ឋភាពខ្ញុំថតគឺស្រស់ស្អាតអញ្ចឹងទៅខ្ញុំក៏បានថតពីកន្លែងប្លុកស្បៃបងប្អូនខ្ញុំដាក់នៅក្រោយចកេះស្រះគេបងប្អូនចកេះស្រះគេបងប្អូនគឺសបោកពឹសដែរថ្ងៃខ្លះទៅខ្ញុំដាក់ក៏បានមួយខាំទៅពីរខាំក៏ខ្ញុំមកដែរបងប្អូនជាងតនេពីកិច្ច